រៀបសួរលោកយាយលោកតាលោកឪពុកម្ដាយនិងអំពូមីងទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ប្រាប់ពីទឹកបន្លែទឹកបន្លែឥឡូវខ្ញុំកើនបន្លែពីរមុខទៀតហើយទាំងអស់វា7មុខអំពុកម៉ែពូមីងទាំងអស់7មុខទឹកបន្លែនេះណាអញ្ចឹងខ្ញុំរៀបរាប់មានអីខ្លះផ្កាខាត់ណាពណ៌ខៀវមួយផ្កាហើយនឹងបន្លែគឹមឆាយហ្នឹង3ដុំហើយនឹងខ្ញីហ្នឹងកន្លះខាំខ្ញីកន្លះខាំហើយនឹងពោតបារាំងហ្នឹង5ផ្លែហើយនឹងការ៉ុតហ្នឹង1ផ្លែហើយនឹងម្សៅល្មៀតហ្នឹង3ស្លាបព្រាកាហ្វេកំប៉ុងហើយនឹងក្រូចឆ្មាហ្នឹង4ផ្លែក្រូចឆ្មា4ផ្លែទាំងអស់វា7មុខនេះខ្ញុំកិនទុកហូបអញ្ចឹងក្នុងមួយថ្ងៃយើងហូប2កែវនេះហូបពេលព្រឹកមុនអាហារ5នាទី10នាទីមួយកែវនេះហើយនឹងពេលល្ងាចមុនអាហារ5នាទី10នាទីមួយកែវនេះដែរហើយទឹកបន្លែហ្នឹងវាជួយដល់សុខភាពយើងច្រើនជួយដល់ស្អីខ្លះរលាកក្នុងពោះវៀនកាពះយើងឈឺសន្លាក់អាស៊ីតឡើងហើយនឹងជួយខ្លាញ់រំថ្លើមហើយនឹងជួយដល់អ្នកកើតមហារីកជួយកាត់បន្ថយមហារីកខួរក្បាលមហារីកស្បែកអីក៏ដោយហើយនឹងជួយដល់ឲ្យសរសៃឈាមយើងរត់ស្រួលអញ្ចឹងណាហើយជួយដល់យើងក្តៅចង្កេះហើយនឹងក្តៅកន្លែងតម្រង់នោមហើយនឹងក្តៅឆ្អឹងខ្នងយើងសម្រានយប់ឡើងទៅក្តៅខ្លាំងក្តៅកន្លែងខាងខ្នងខ្លាំងអញ្ចឹងធ្វើឲ្យហូបទៅត្រជាក់និយាយចំត្រជាក់គ្រឿងក្នុងបងខ្ញុំហូបនេះខ្ញុំក្តៅដល់ពេលខ្ញុំហូបទៅធ្វើឲ្យខ្ញុំហ្នឹងស្រួលខ្លួនត្រជាក់គ្រឿងក្នុងពីមុនខ្ញុំក្តៅអាគ្រឿងក្នុងហ្នឹងខ្ញុំក្តៅរាប់ខែរាប់ឆ្នាំហើយទោះបីធ្វើអីក៏អត់បាត់អញ្ចឹងណាដល់ពេលខ្ញុំកិនទឹកបន្លែនេះហូបទៅពីមុនខ្ញុំប្រាប់តែ5មុខឯឥឡូវខ្ញុំបង្កើនពោតបារាំងដាក់ពោតបារាំង5ផ្លែហើយនឹងការ៉ុត1ផ្លែខ្ញុំដាក់បន្ថែមទៀតព្រោះការ៉ុតវាជួយភ្នែកយើងច្រើនណាការ៉ុតណាអញ្ចឹងនៅក្នុងនេះជាតិផ្សះមានច្រើនផ្កាខាត់ណាវាជួយផ្សះយើងជួយផ្សះហើយដូចជាជួយផ្សះជួយដល់ឆ្អឹងជួយដល់សន្លាក់ហើយដូចជាម្សៅល្មៀតនេះក៏មានជាតិផ្សះជួយដល់ឆ្អឹងយើងហើយជួយទ្រទ្រង់រាងកាយយើងឆ្អឹងយើងដែលពុកឆ្អឹងយើងស្ពោតអីវាជួយដល់អញ្ចឹងណាម្សៅល្មៀតខ្ញីជួយដល់កាពះពោះវៀនហើយជួយដល់រាងកាយយើងដែរខ្ញីហើយក្រូចឆ្មាក៏ជួយទាំងអស់និយាយចាំទាំងអស់បន្លែទាំងអស់នេះគឺជួយហើយបន្លែនេះអំពុកម៉ែពូមីងយកទៅកិនគឺកិនឆៅអត់ឲ្យស្ងោរទេកិនឆៅហើយក៏អត់ឲ្យគៀបយកទៅទឹកដែរយើងយកទាំងកាកទាំងទឹកយកមកហូបយេអញ្ចឹងណាទាំងកាកទាំងអីយកមកហូបកិនឆៅគឺយើងធ្វើជាបន្លែព្យាបាលសុខភាពយើងព្យាបាលខ្លួនយើងព្យាបាលគ្រឿងក្នុងអញ្ចឹងណាគ្រឿងក្នុងយើងក្តៅគ្រឿងក្នុងយើងរលាកអីមកជួយព្យាបាលអញ្ចឹងណាវាមាន7មុខខ្ញុំរៀបរាប់ប្រាប់អស់ហើយហូបមុនអាហារ5នាទី10នាទីទៅមួយថ្ងៃហូប2កែវនេះទៅហើយធ្វើឲ្យកម្លាំងយើងហ្នឹងពីមុនយើងធ្លាប់លហិតលហើយធ្លាប់អស់កម្លាំងអញ្ចឹងណាហូបទឹកបន្លែនេះអត់មានដាក់អីណាដាក់តែទឹកជីណាអ៊ំពុកម៉ែពូមីងអត់មានប្រើស្ករអត់មានប្រើអីទាំងអស់ប្រើតែទឹកជីឯងគាត់ថាវារៀងពិបាកហូបបន្តិចមែនប៉ុន្តែវាជួយដល់សុខភាពយើងគាត់ដល់ពិបាកហូបតែ1នាទីអីហ្នឹង1នាទី2នាទីអីណាជួយដល់សុខភាពយើងនេះម្សៅល្មៀតខ្ញុំមិនដែរចោលទេ
ông bụng mai bụng mình để vây chấm na chặt pi 50 ឡើងទៅ60 50ឡើងទៅបងប្អូនណាកិនភេទតិចឲ្យយាយតាអ៊ំពុកម៉ែហូបកុំចោលសោះម្សៅល្មៀតដាក់ឲ្យតែកិនភេទតិចអីក៏ដោយឲ្យតែកិននៅគាត់ប្រសាទលាយម្សៅល្មៀតហើយនឹងលាយខ្ញីបន្ថែមមកគាត់ទៅណាដើម្បីជួយសុខភាពគាត់ម្សៅល្មៀតនិងខ្ញីព្រោះខ្ញីជួយដល់លំលាយអាហារដល់កាពះពោះវៀនរបស់គាត់ដល់ពេលម្សៅល្មៀតជួយទ្រទ្រង់ឆ្អឹងរបស់គាត់ជួយដល់រូបរាងកាយគាត់ច្រើនអញ្ចឹងភេទជ្ជៈអីក៏ដោយអ៊ំពុកម៉ែពឹងមិញដែលកិនទឹកផ្លែឈើកិនអីឲ្យគាត់ហូបត្រូវលាយខ្ញី2-3ចំណិតទៅម្សៅល្មៀតមកចុងស្លាបព្រាកាហ្វេទៅណាដាក់ឲ្យគាត់ឬមួយក៏មកកន្លះស្លាបព្រាកាហ្វេទៅដាក់ឲ្យគាត់ហូបម្ដងណាអញ្ចឹងណាព្រោះអានេះជាស្ដេចអាហារខ្ញីនិងម្សៅល្មៀតក្រូចឆ្មាដែរជាស្ដេចអាហារប៉ុន្តែយើងកិនភេទជ្ជៈអីក៏ដោយត្រូវលាយម្សៅល្មៀតហើយនឹងខ្ញីឲ្យគាត់រហូតភេទជ្ជៈមុខអីណែនិយាយចំទឹកផ្លែឈើកិនមុខអីក៏ដោយត្រូវលាយម្សៅល្មៀតហើយនឹងខ្ញីឲ្យគាត់ទៅអ៊ំចាប់ពីអាយុ50ទៅ60 70ហ្នឹងគឺកិនឲ្យគាត់ហូបចឹងទៅដើម្បីជួយសុខភាពរបស់គាត់អញ្ចឹងប៉ុណ្ណឹងជម្រាបលា